បងអីគេ NN នឹងបងហ្នឹងហើយអូនបើនិយាយស្រួលស្ដាប់ហ្មងNN ហ្នឹងមានន័យថា No Nop November ហើយបើសិនជាគិតជាន័យខ្មែរវិញពាក្យហ្នឹងមានន័យថាមិនសាប់ក្តរឬមិនរុំភេទនៅក្នុងខែវិច្ឆិកានឹងពេញមួយខែហ្មងហើយ challenge NN ហ្នឹងគេធ្វើឡើងទៅជាមួយមនុស្សប្រុសទេអ្នកគ្នាមនុស្សស្រីគេអត់គិតទេដោយសារតែមនុស្សប្រុសមួយចំនួនធំគឺពួកគាត់ញៀនអាខាងហ្នឹងខ្លាំងមែនតើអ្នកគ្នាអ្នកខ្លះទៀតគាត់ធ្វើឡើងខ្លាចជាទម្លាប់របស់គាត់ឯហ្នឹងធ្វើសិតតែប្រចាំថ្ងៃហើយមួយថ្ងៃពីរបីដងទៀតហ្នឹងជាពិសេសអ្នកកំពុងមើលវីដេអូខ្ញុំជាដើមអ្នកកំពុងមើលហ្នឹងសង្ស័យតែចាញ់ challenge បាត់ហើយនោះអាណាញៀនចង់ងាប់ហើយធ្វើរាល់ថ្ងៃដល់ពេលមួយខានមួយថ្ងៃអញ្ចឹងនៅមិនសុកទៅអ្នកខ្លះទ្រាំអត់បានអាចនឹងមកកាច់បានណាខ្ញុំជឿថាអញ្ចឹងពួកអីមនុស្សខូចអាចត្រឹមត្រូវអីមួយថ្ងៃពីរថ្ងៃអីបានទេនៅអត់សុកទេយីមែនហើយកែខ្លួនឲ្យត្រឹមត្រូវហ្នឹងពេញមួយខែទៀតទៅមិនរួចទៅអញ្ចឹងហើយបានគេធ្វើ challenge ហ្នឹងមកហ្នឹងដោយសារតែគេចង់ដឹងថាមនុស្សប្រុសមួយចំនួនធំហ្នឹងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានអត់បើសិនជាគាត់ធ្វើបានពេញមួយខែពេញមានន័យថាគាត់អស់ចាខ្លាំងមែនតើហ្មងណាបើសិនជាធ្វើបានខ្ញុំសុំគោរពហ្មងហ្នឹងខ្ញុំនឹងចាប់ទុកគាត់ជានិមិត្តរូបរបស់ខ្ញុំ You are my idol you are my hero ហ្នឹងអ្នកគ្នាចំពោះវីដេអូក៏មានតែប៉ុណ្្នឹងទេអ្នកគ្នាហើយសម្រាប់បងអូនណាដែលចង់ដាក់ពេជ្រ Mobile Legends ឬក៏ពេជ្រ Free Fire អីហ្នឹងអ្នកគ្នាដាក់តាមខ្ញុំបានណាធានាសុវត្ថិភាព 100% ហ្មងណាបើសិនជាអ្នកគ្នាចង់ដាក់អីអ្នកគ្នាដាក់តាមខ្ញុំបានណា